មានបន្លែ3មុខនេះយើងអាចយកមកធ្វើជាថ្នាំជួយព្យាបាលសម្រាប់អ្នកដែលមានអាការៈជំងឺក្តៅខ្នងជាប្រចាំតើបងប្អូនចូលទៅមើលវីដេអូនេះដើម្បីឲ្យដឹងពីវិធីធ្វើទាំងអស់គ្នាបងប្អូនកុំភ្លេចជួយចែករំលែកបន្តផងគ្រឿងផ្សំដែលត្រូវយកមកធ្វើជាថ្នាំត្រជាក់ខ្នងនេះបងប្អូនមានចំនួន3មុខមានផ្លែននោងចំនួន1ផ្លែយកផ្លែដែលខ្ចីហើយប្រហែលជាប៉ិនកដៃទៅបានហើយបងប្អូនហើយនឹងគល់សក្តិចំនួន1គល់ពោតបារាំងចំនួនប្រហែលជា5ឬក៏6ផ្លែបងប្អូនត្រូវយកបន្លែនេះយកមកលាងទឹកឲ្យស្អាតជម្រះវាឲ្យជ្រះដីចំនួន3ទៅ4ទឹកទៅបន្ទាប់មកផ្លែដំណងបងប្អូនមិនចាំបាច់ចិតសម្បកវាទេបងប្អូនគ្រាន់តែយកកាំបិតឬមួយក៏សាព្រាយកមកកោសសម្បកក្រៅដោយនាងខ្ញុំទៅបានហើយបើសិនជាបងប្អូនចិតវានឹងអស់អាផ្នែកខៀវនៅខាងក្នុងវាអាចនឹងអស់ជាតិវីតាមីនអញ្ចឹងបងប្អូនគ្រាន់តែកោសទៅបានហើយចំណែកផ្លែពោតបារាំងវិញបងប្អូនត្រូវដាក់វាផ្លែទាំងមូលមិនចាំបាច់ចិតជាចំណិតទេគល់សក្តិបងប្អូនយកមកមួយគល់នេះបងប្អូនអាចកាត់ជា2ហើយបងប្អូនត្រូវដំវាឲ្យសាញទៅហើយជាការស្រេចសម្រាប់ថ្នាំជួយឲ្យត្រជាក់ក្នុងនេះបងប្អូនមានតែបន្លែដែលយើងយកមកធ្វើម្ហូបនៅក្នុងផ្ទះបាយជាប្រចាំថ្ងៃរៀងរាល់ថ្ងៃទេអត់មានអ្វីប្លែកទេហើយក៏វាមានប្រសិទ្ធភាពខ្ពស់ដែរដោយសារនាងខ្ញុំតែងតែមានអាការៈក្តៅក្នុងស្ងួតបំពង់កទោះបីជាញ៉ាំទឹកហើយក៏នៅតែមានអាការៈស្ងួតបំពង់កអញ្ចឹងនាងខ្ញុំតែងតែស្ងោរបន្លែនេះហូបជាប្រចាំថ្ងៃវាជួយឲ្យសុខភាពយើងល្អហើយសម្រាប់បងប្អូនដែលគាត់មានអាការៈចេះតែក្តៅក្នុងខ្លួនហើយសាច់របស់គាត់ចេះតែក្តៅហើយស្ងួតបំពង់កខ្លាំងបបោមាត់គាត់តែងតែប្រេះជាប្រចាំបងប្អូនអាចធ្វើទឹកស្ងោរបន្លែនេះយកមកបរិភោគបានវាអាចជួយរាល់បញ្ហាដែលបងប្អូនកើតមានឲ្យជាហើយសុខភាពបងប្អូននឹងល្អនៅពេលដែលបងប្អូនធ្វើទឹកស្ងោរបន្លែនេះញ៉ាំជារៀងរាល់ថ្ងៃដូចយើងបានញ៉ាំបន្លែជាប្រចាំបរិភោគដូចជាម្ហូបអញ្ចឹងក៏បានដែរហើយបើបងប្អូនមិនចង់បរិភោគទាំងផ្លែអញ្ចឹងបងប្អូនអាចយកមកកិនធ្វើជាភេសជ្ជៈបានការស្ងោរបន្លែនេះបងប្អូនស្ងោរឲ្យឆ្អិនហើយដាក់ទឹកតែបន្តិចបានហើយពីព្រោះបន្លែនេះវាអាចចេញទឹកមកពីជាតិននោងបានហើយនៅពេលដែលឆ្អិនបងប្អូនអាចដួសយកមកបរិភោគដូចនាងបើសិនជាបរិភោគទាំងផ្លែបងប្អូនត្រូវបរិភោគទាំងទឹកទាំងផ្លែតែគល់សក្តិមិនចាំបាច់ទេដោយសារគល់សក្តិឬគល់សក្តិយើងគ្រាន់តែដាក់វាឲ្យដើម្បីយកជាតិវាទេបងប្អូនបើសិនជាបងប្អូនមានអាការៈដូចនាងខ្ញុំរៀបរាប់ខាងលើបងប្អូនអាចធ្វើទឹកស្ងោរបន្លែនេះញ៉ាំជាប្រចាំរៀងរាល់ថ្ងៃស្ងោរម្ដងត្រូវហូបឲ្យអស់មិនចាំបាច់ទុកដល់ស្អែកឬមួយក៏ទុកដល់ល្ងាចទេបងប្អូនសាកធ្វើទឹកស្ងោរបន្លែនេះញ៉ាំជាប្រចាំថ្ងៃបងប្អូននឹងមានសុខភាពល្អហើយស្បែករបស់បងប្អូននឹងភ្លឺថ្លាសម្រាប់វីដេអូចែករំលែកនៅថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបងប្អូនអរគុណជួបគ្នាវីដេអូក្រោយ